សូមស្វាគមន៍មកកាន់ Channel ចំណូលនិទានមេឃានៅរាត្រីនោះហាក់បីដូចជាត្រូវបានគ្រប់ដណ្ដប់ដោយផ្ទាំងក្រណាត់ខ្មៅដ៏ក្រាស់ឃ្មឹកខ្យល់រំភើយបក់កាត់កំពែងក្រុងលង្វែងដែលធ្លាប់តែអ៊ូអរប៉ុន្តែនៅយប់នេះបរិយាកាសប្រែជាស្ងប់ស្ងាត់គួរឲ្យភ័យខ្លាចនៅតាមដងផ្លូវក្រាលក្រហមក្បែរមាត់ទន្លេសាបមានយុវជន5នាក់ដែលកំពុងតែឈរប្រមូលដុំគ្នាជុំវិញពន្លឺចង្កៀងប្រេងកាតដ៏ស្រអាប់មួយពួកគេមានឈ្មោះថាទី1គឺជាសូរិយាជាយុវជនមាំមួនដែលមានចំណេះដឹងខាងក្បាច់គុនចន្ទ្រាជានារីដែលមានរូបឆោមស្រស់សោភានិងពូកែខាងឱសថបុរាណចំណែកឯសេឡាជាបុរសដែលមានមាឌធំនិងមានចិត្តក្លាហានរីឯមនីជានារីដែលមានភ្នែកមុតស្រួចសង្កេតម៉ត់ចត់និងចុងក្រោយគឺជាភក្តីជាអ្នកចេះដឹងខាងដំណើរសាស្ត្រនិងយុទ្ធសាស្ត្រសំឡេងកង្កែបយំអែតអងបន្លឺឡើងពីវាលស្រែឆ្ងាយលេឡំនិងសំឡេងស្លឹកឈើត្រកខ្យល់បក់ដែលស្ដាប់ទៅដូចជាសំឡេងខ្សឹកខ្សៀវរបស់ខ្មោចព្រាយបិសាចសូរិយាលើកចង្កៀងឡើងខ្ពស់បំភ្លឺផ្ទៃមុខមិត្តភក្តិទាំង4ដែលពុះពេញដោយភាពតល់សង្ស័យគោលដៅរបស់ពួកគេគឺភូមិបាក់ប្រឡឹងដែលជាភូមិមួយស្ថិតនៅតំបន់ជាក្រុងលង្វែងដែលល្បីថាជាប់បណ្ដាសារាប់រយឆ្នាំមកហើយអ្នកភូមិម្នាក់ដែលភ័យខ្លាចបានប្រាប់ពួកគេថាអ្នកណាដែលហ៊ានឈានជើងចូលទៅក្នុងភូមិនោះនៅយប់ខែដាច់នឹងមិនដែលបានត្រឡប់មកវិញឡើយតើយើងប្រកាសទេថាចង់ធ្វើរឿងនេះនឹងចន្ទ្រាសួរដល់សំឡេងញ័រដៃនាងក្តាប់នឹងចាប់ថ្នាំជាប់នឹងចង្កេះខ្ញុំមានអារម្មណ៍ថាមានភ្នែករាប់ពាន់កំពុងសម្លឹងមកយើងពីក្នុងភាពងងឹតនោះរីឯសេឡាក៏សាយតិចក្នុងបំពង់ករួចទាញដាវឈើដល់សោកនៅខ្នងចេញមកកុំភ័យអីចន្ទ្រាដរាបណាមានខ្ញុំនៅទីនេះទោះបីជាខ្មោចលងក៏ខ្ញុំនឹងវាបាក់ផងដែរប៉ុន្តែទោះបីជាសេឡានិយាយបែបកំ pl ាញ់កណ្ដោយក៏ភ្នែករបស់គេនៅតែរំភើយមើលជុំវិញដោយការប្រុងប្រយ័ត្នបំផុតក្នុងខណៈនោះមុនីដែលឈរស្ងៀមតាំងពីដើមមកក៏បានចុចអុលទៅកាន់ខ្លោងទ្វារភូមិដែលធ្វើពីឈើពុកផុយឯងមើលចុះហេតុអ្វីបានជាមានឈាមស្រស់ហូរចេញពីគល់ឈើនោះហ្នឹងគ្រប់គ្នាបែរទៅមើលតាមរៀមដៃនាងហើយក៏ប្រទះឃើញវត្ថុរាវពណ៌ក្រហមឆ្អៅកំពុងស្រក់តក់ចេញពីប្រហោងឈើធំមួយនោះភក្តីដកសិភៅតម្រាចាស់មួយក្បាលចេញមកមើលរួចពោលដល់ទឹកមុខស្រស់ពូននេះមិនមែនជាឈាមធម្មតានោះឡើយវាគឺជាសញ្ញានៃពិធីបូជាយញ្ញឬក៏ពិធីបូជាព្រលឹងបណ្ដាសានេះចាប់ផ្ដើមឡើងវិញម្ដងទៀតហើយស្រាប់តែសំឡេងជួននៅក្នុងភូមិបន្លឺឡើងពើសំឡេងនោះវាក្រលួចខុសពីធម្មតាវាហាក់ដូចជាកំពុងហៅរកព្រលឹងមនុស្សឲ្យទៅរកវាអញ្ចឹងផ្សែងអាប់ពណ៌សក្រាស់បានចាប់ផ្ដើមផុសពីចេញពីក្នុងដីគ្រប់ដណ្ដប់ជើងរបស់ពួកគេទាំង5នាក់ពេលនោះពួកគេមានអារម្មណ៍ថាដែលកំពុងឈរហាក់ដូចជាកំពុងតែញ័ររង្គើរីឯសូរិយាក៏បានសម្រេចចិត្តបោះជំហានទៅមុខយើងមិនអាចដកថយបានទេបើបណ្ដាសានេះមិនត្រូវបានដោះស្រាយអ្នកក្រុងលង្វែកទាំងមូលនឹងត្រូវជួបគ្រោះមហន្តរាយជាក់ជាមិនខានឡើយតាមដងផ្លូវក្នុងភូមិផ្ទះនីមួយសុទ្ធតែបិទទ្វារជិតឈឹងប៉ុន្តែមានពន្លឺភ្លើងទៀនពណ៌ខៀវភ្ល
លឺឡើងនៅតាមបង្អួចក្លិនឆ្អាបឈាមនិងក្លិនផ្កាម្លិះស្អុយរលួយជះមកប៉ះច្រមុះពួកគេភ្លាមនោះសំឡេងសាច់រលួយរបស់ស្រីម្នាក់បានបន្លឺឡើងពីលើដើមជ្រៃធំកណ្ដាលភូមិមកដល់ហើយឬអ្នកដែលនឹងមកបដូរជីវិតជំនួសយើងនោះគ្រប់គ្នាដកអាវុធរៀងខ្លួនចន្ទ្រាលោកថងមុនអាគមកាពីឡើងខណៈដែលសូរិយាឈរនៅមុខគេបង្អស់ដើម្បីការពារមិត្តភក្តិស្រមោលខ្មៅមួយធំសម្បើមបានហោះកាត់ក្បាលរបស់ពួកគេបង្កជាខ្យល់កន្ត្រាក់បោកបក់ធ្វើឲ្យជង្គង់ប្រេងកាត់រលត់ងងឹតស្លុបក្នុងភាពងងឹតនោះមានតែភ្នែកពណ៌ក្រហមឆ្អៅ5គូដែលសម្លឹងមកពួកគេពីគ្រប់ទិសទីស្លាព្យាយាមកាន់ដាវទៅក្នុងខ្យល់ប៉ុន្តែមិនត្រូវអ្វីតតែសោះយើងត្រូវកាន់ដៃគ្នាឲ្យជាប់ពាក់ក្តីស្រ័យប្រាប់ប៉ុន្តែសម្លេងរបស់ពួកគេហាក់ដូចជាកាន់តែឆ្ងាយទៅនៅពេលដែលស្រយាប៉ះទៅខាងស្ដាំគេមិនជួបដៃចន្ទ្រាទេប៉ុន្តែបើជាប៉ះនឹងស្បែកដុតត្រជាក់ស្រេបនឹងក្រើមដូចជាដើមឈើទៅវិញអ្នកណាសូរិយាសួរទាំងបេះដូងលូតញាប់សំឡេងឆ្លើយតបមកវិញមិនមែនជាមនុស្សនោះឡើយប៉ុន្តែគឺជាសម្រែកស្រែកយំសោករបស់អ្នកភូមិដែលបានស្លាប់ទៅវិញរីឯអាប់ក៏ចាប់ដើមរលាយបន្តិចម្ដងបង្ហាញឲ្យឃើញថាពួកគេទាំង5នាក់មិនមែនឈរនៅកណ្ដាលភូមិទេប៉ុន្តែពួកគេកំពុងឈរនៅកណ្ដាលវិលភ្នូខ្មោចដ៏ធំមួយដែលមានឈ្មោះឆ្លាក់នៅលើក្បាលមឈូសហើយឈ្មោះទាំងនោះគឺជាឈ្មោះរបស់ពួកគេតាំង5នាក់តែម្ដងនេះជាយ៉ាងណានេះមុនីសាច់ទាំងភ័យរន្ធត់នៅពេលឃើញមឈូសមួយបានឆ្លាក់ឈ្មោះមុនីនិងរូបចម្លាក់មុខរបស់នាងដែលកំពុងយំឈាមភក្តិពិនិត្យមើលដីជុំវិញរួចនិយាយទាំងដង្ហើមញាប់យើងជប់អន្ទាក់មុនអាគមភ្នែកទឹកបោកបញ្ឆោតហើយអ្វីដែលយើងឃើញមិនមែនជាការពិតទេប៉ុន្តែជាការចងចាំនៃអនាគតបណ្ដាសាចង់ឲ្យកាលឡើងតនពេលនោះសំឡេងជួងបន្លឺឡើងជាលើកទី4ដីក្រោមជើងមឈូសចាប់ផ្ដើមប្រេះស្រាំហើយដៃឆ្អឹងខ្មោចរាប់រយក៏ចាប់ផ្ដើមលុកចេញមកចាប់ទាញជើងរបស់ពួកគេចុះទៅក្នុងដីសូរិយាប្រាក់ក្បាច់គុណហនុមានទំនុកភ្នំវាគំតិចដៃឆ្អឹងទាំងនោះប៉ុន្តែវាកាន់តែមានច្រើនឡើងប្រាប់ភ្លើទៅពួកវាខ្លាចភ្លើវិញ្ញាណភក្តីប្រាប់ចន្ទ្រាប្រញាប់យកម្សៅផេះស័ក្តិសិទ្ធិបោចឬក៏បាចទៅលើចង្គៀងដែលរលត់រួចសុទ្ធមុនអាគមស្រោចស្រពភ្លាមនោះភ្លើងពណ៌មាសក៏ឆាបឆេះឡើងបណ្ដេញស្រមោលអាក្រក់ឲ្យថយក្រោយប៉ុន្តែនៅពេលដែលពន្លឺបំភ្លឺឡើងវិញពួកគេឃើញថាពួកគេមិនមែននៅក្នុងវិលភ្នូទៀតទេប៉ុន្តែពួកគេកំពុងឈរនៅមុខវិហារចាស់មួយដែលកំពុងតែបែកបាក់ហើយនៅក្នុងវិហារនោះមានរូបសំណាក់លោកយាយម្នាក់អង្គុយញញឹមដាក់ពួកគេយ៉ាងអាត់កំបាំងរូបសំណាក់នោះកាន់ក្បាលមនុស្សម្នាក់ដែលមើលទៅដូចជាពលិចង្គៀងពំមាសដែលចន្ទ្រាបានសុទ្ធមុនបញ្ឆេះឡើងជះទៅលើផ្ទៃមុខដ៏ក្រៀមក្រំរបស់រូបសំណាក់លោកយាយចាស់ម្នាក់ដែលអង្គុយលើបល្ល័ង្កថ្មពុកផុយក្នុងវិហារកណ្ដាលភូមិអ្វីដែលធ្វើឲ្យយុវជនទាំង5នាក់ស្រឡាំងកាំងនិងត្រជាក់ឆ្អឹងខ្នងរហូតដល់ចុងជើងនោះគឺក្បាលមនុស្សរូបសំណាក់នោះកំពុងកាន់នៅក្នុងដៃវាគឺជាក្បាលរបស់ភក្តីភ្នែករបស់ក្បាលដាច់នោះនៅតែបាក់ធ្លុងសម្លឹងមកកាន់ភក្តីដែលកំពុងឈរនៅរស់រវើកហាក់ដូចជាចង់ប្រាប់រឿងអ្វីមួយយ៉ាងខ្លោចផ្សាមិនប៉ុន្តែខ្ញុំនៅទីនេះទេតាភក្តីស្រែកទាំងរន្ធត់គេថយក្រោយដួលក្រឹបទៅលើឥដ្ឋវិហារដែលពុះពេញដោយធូលីដីសូរិយាប្រញាប់ស្ទុះទៅទប់មុខភក្រួចលើកដាវឡើងការពារ
កុំចាញ់បោកវាអសោះនេះគឺជាមុនសម្ដំចិត្តកម្រិតខ្ពស់វាយកភាពភ័យខ្លាចបំផុតក្នុងចិត្តយើងមកបង្កើតជាមិគ្គាសូរ្យាព្យាយាមសម្រួលដង្ហើមទោះបីជាបេះដូងគេលោតញាប់ដូចជាស្គរវាប្រហារក៏ដោយស្រាប់តែរូបសំណាកថ្មនោះចាប់ផ្ដើមប្រែពណ៌ពីប្រភេទទៅជាសាច់មនុស្សម្ដងបន្តិចម្ដងសំឡេងឆ្អឹងក៏គិតគ្នាក្រែកបន្លឺឡើងក្នុងភាពស្ងាត់ជ្រងំភ្នែកថ្មដែលធ្លាប់តែងាប់ស្ដោកប្រែជាមានពន្លឺបៃតងយីចានូសៃក៏សំឡេងរបស់គាត់ដូចជាសំឡេងដែកខ្វេះនឹងឆ្នាំងអ្នកដែលដឹកអត្តកំបាំងនៃមេឃាគឺជាអ្នកដែលត្រូវស្លាប់មុនគេភក្តីអើយប្រឡងឯងជាចំណីដ៏ឆ្ងាញ់សម្រាប់បណ្ដាសានេះឬស្លាងក៏មិនបង្អង់យូរគេស្ទុះទៅមុខដូចអង្ការឈប់និយាយរឿងប្រយោជន៍ទៅមីមេធ្មប់ចាស់គេក៏ចាប់កាន់ដាវឈើដែលទុកដោយមន្តអាគមការពារខ្លួនទៅលើរូបសំណាក់នោះពេញទំហឹងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ដាវរបស់គេប្រែទៅជាសិលាបែរជាឆ្លងកាត់ខ្លួនរូបសំណាក់នោះដូចជាកាប់ខ្យល់រួចគេក៏កាប់មុខទៅលើនឹងដីសាលាប្រយ័ត្នមិនងាយស្រែកព្រមានព្រោះនាងសង្កេតឃើញថាស្រមោលរបស់សាលាលើជញ្ជាំងហៀកំពុងត្រូវបានរូបសំណាក់នោះជន់ជាប់មនីចន្ទ្រាប្រាមនអង្គមបាក់នេត្រាព្រាមភក្តីដែលចាប់ដើមប្រមូលស្មាត់ដែលបានស្រែកប្រាប់ពួកយើងមិនមែននៅក្នុងវិហារទេយើងកំពុងឈរនៅក្នុងមជ្ឈយៈពាក្យសម្ដីរបស់ភក្តីធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លួនចន្ទ្រាប្រញាប់យកទឹកមុនដែលនាមផ្សំពីផ្កាឈូក7ពណ៌បាចសាច់ទៅលើអាកាសរួចសូត្រគាថាបង្ក្រាបវិញ្ញាណភ្លាមនោះរូបវិហារដ៏ធំធេងក៏រលាយសាបសូន្យបន្សល់ទុកតែភាពងងឹតនៃរូងដីដ៏ជ្រៅមួយដែលមានមឈូសឈើខ្មៅដំរៀបគ្នាជារង្វង់អ្វីដែលរន្ធត់ជាងនេះទៅទៀតគឺពួកគេទាំងប្រញាប់កំពុងឈរប៉ាត់ជុំវិញមឈូសបូជាមួយដែលមានក្បាលជ្រូកនិងភ្នែកមនុស្សពិតដាក់ក្នុងជើងពៀនជាចាស់ដែលពួកគេឃើញមុននេះតាមពិតជាអាប់ធ្មប់ម្នាក់ដែលអង្គុយយំឈូសអាប់ធ្មប់នោះភ្ញាក់ឡើងដែលមានមុនមីយារបស់ខ្លួនត្រូវបានបំបាយពួកឯងមានចំណេះដឹងមិនអន់ទេប៉ុន្តែក្នុងរូងភ្នំបាក់ប្រឡឹងនេះគុំសង្ឃឹមថានឹងមានផ្លូវចេញឲ្យសោះអាប់ធ្មប់នោះចាប់ដើមក្រវែងដៃបញ្ជាឲ្យសាកសពដែលដេកក្នុងជួសក្រោកឈរឡើងសាកសពទាំងនោះក្រងសម្លៀកបំពាក់អ្នកចម្បាំងស្មៃលុបវិញប៉ុន្តែមានរូបរាងស្គមស្គាំងសាច់រលួយធ្លាក់ដុំសូរ្យាក្តាប់ដាវយ៉ាងមាំសិលាការពីខាងក្រោយចន្ទ្រានិងមនីរសាពន្លឺចង្កៀងកុំឲ្យរលត់ឲ្យសោះរីឯភក្តីវិញរកចំណុចខ្សោយនិមន្តអាគមនេះឲ្យឃើញសមរភូមិក្នុងរូងដីក៏ចាប់ផ្ដើមឡើងយ៉ាងសាហាវសូរ្យានិងសិលាបញ្ចេញក្បាច់គុណបុរាណតាំងនិងខ្មោចចម្បាំងរាប់សិបនាក់ទោះបីជាកាប់ត្រូវក៏ពួកវាមិនចេះជឿចាប់ពួកវាគ្រាន់តែបន្តដើរចូលដូចជារលកសមុទ្រមនីដែលប្រកាសសង្កេតបានឃើញថាអាប់ធ្មប់នោះតែយកដៃខ្ទប់ដបទុចមួយនៅនឹងចង្កេះតែក្តីមើលដបនៅចង្កេះមេធ្មប់នោះប្រហែលជាប្រឡឹងភូមិសិទ្ធក្នុងនោះហើយភក្តីនោះក្បាលត្រូវហើយបើយើងបំបែកដបនោះបានបណ្ដាសានិងសាប្រលៀបប៉ុន្តែការចូលដល់ចិត្តមេធ្មប់នោះមិនមែនជារឿងងាយស្រួលនោះទេព្រោះនាងមានរបាំងផ្សែងខ្មៅការពារយ៉ាងជិតចន្ទ្រាសម្បត្តិចិត្តប្រើចំណេះដឹងឲ្យសុទ្ធចុងក្រោយនាងដកឬឈើដឹកខាងដៃចេញមករួចបោះចូលទៅក្នុងភ្លើងចង្កៀងផ្សែងប្រសស្អាតក៏ចាស់ចេញបន្សាបខ្មៅរបស់មេធ្មប់នោះអស់ឥឡូវនេះហើយសូរ្យាបន្ស្រែកភក្តីថាសូរ្យាលោតឡើងខ្ពស់ជន់ដល់ស្មារបស់សិលារួចហោះទៅលើទៅរកអាប់ធ្មប់ដូចព្រួញដែលរបស់គេមិនបានតម្រង់ទៅរកអាប់ធ្មប់ទេប៉ុន្តែតម្រង់ទៅរកដបអាត់កំបាំងនោះសំលេងបែកដបបែកខ្ទេចពេញដីផ្សែងបេតងរាប់ពាន់ដួងប្រឡឹងហោះចេញពីដបបង្កើតជាសំលេងយំសោកយ៉ាងខ្លាំងរួចក៏ប្រែជាសំលេងសើចសប្បាយដែលបានរួចខ្លួន
អាប់ធ្មប់ស្រែកធ្ងោទាំងឈឺចាប់រូបរាងរបស់នាងចាប់ដើមរលាយបាត់ទៅក្នុងដីសាកសពចម្បាំងទាំងអស់ក៏ដួលដេករូងភ្នំក៏ចាប់ដើមរញ្ជួយខ្លាំងថ្មធំធ្លាក់ចុះពីលើរត់រូងភ្នំចិត្តបាក់ហើយស្រយាស្រេចបញ្ជាពួកគេទាំងតាមក៏រត់សម្ដៅទៅរកពន្លឺខ្សោយនៅខាងចុងរូងភ្នំនៅពេលដែលពួកគេជិះមកក្រៅព្រះអាទិត្យឯកព្រលឹមចាប់ដាំរះឡើងពីលើកំពែងក្រុងល្វែងភូមិដែលធ្លាប់តែងងឹតអាប់អួរបើជាមានពន្លឺស្រស់បំរុងឡើងវិញអ្នកភូមិដែលធ្លាប់តែលាក់ខ្លួនក៏ចាប់ផ្ដើមបាក់ទ្វារចេញមកដោយទឹកមុខស្រស់ថ្លាហាក់ដូចជាបានភ្ញាក់ពីសុបិនអាក្រក់ដល់វិញឆ្ងាយយើងធ្វើបានហើយចន្ទ្រានិយាយទាំងដង្ហក់នាងសម្លឹងមើលមិត្តភក្តិទាំង4ដែលពោពេញដោយស្នាមរបួសប៉ុន្តែមានស្នាមញញឹមប៉ុន្តែភក្តីបើជាឈរស្ងៀមសម្លឹងទៅមើលបាត់ដៃរបស់ខ្លួនដែលមានស្នាមខ្មៅមួយជារូបក្បាលរលាគេដឹងថារឿងនេះមិនទាន់ចាប់ត្រឹមនេះទេអាប់ធុកនៅគ្រាន់តែជាកូនជញ្ជក់ម្នាក់ប៉ុណ្ណោះអ្នកទាំងអស់គ្នាភក្តីពលដល់សម្លេងធ្ងន់បណ្ដាសាប្រកបមិនមែននៅទីនេះទេវាស្ថិតនៅក្នុងរាជវាំងទៅវិញទេស្នាមខ្មៅរៀងរលាយក្បាលនៅលើបាត់ដៃរបស់ភក្តីចាប់ផ្ដើមភីផ្សែងខ្មៅតិចដែលជាសញ្ញាបញ្ជាក់ថាឫសគល់នៃបណ្ដាសានេះមិនមែនកាត់ចេញពីអត្តមុខក្នុងរូងភ្នំនោះទេប៉ុន្តែវាត្រូវបានបញ្ជាដោយមុនខ្មៅងឹតចេញពីក្នុងរាជវាំងលំវែងអ្នកទាំង5មិនបង្អង់យូរពួកគេប្រញាប់ធ្វើដំណើរត្រឡប់ទៅកាន់បេះដូងនៃក្រុងលំវែងវិញក្រោមសម្លៀកបំពាក់ជាអ្នកច្បាំងការពារព្រះនគរដើម្បីបិទបាំងអត្តសញ្ញាណនៅពេលជ្រៅឈានជុំដោះពួកគេលុកចូលទៅដល់វិហារហ្លួងដែលជាកន្លែងបង្កល់គ្រឿងសក្ការៈសំខាន់នៅទីនោះពួកគេក៏បានប្រទះឃើញបុរសម្នាក់គ្រងឈុតរាជគ្រូធំកំពុងអង្គុយសុទ្ធមុនចម្លែកនៅមុខកញ្ចក់បុរាណមួយរាជគ្រូនោះគឺជាអាចារ្យមុនដែលជាអ្នកក្បត់ជាតិលួចចិញ្ចឹមអំពើអាបធ្មប់ដើម្បីគ្រប់គ្រងចិត្តព្រះរាជានិងលេបត្របាក់ប្រលឹងរាជក្នុងភូមិបាក់ប្រលឹងដើម្បីពង្រឹងមន្តអាគមអមតៈរបស់ខ្លួនជុំភ្លាមអាចារ្យក្បត់ស្រយាស្រិតឡើងទាំងកំហឹងរួចស្ទុះទៅមុខបំលែងក្បាច់ដាវរន្ទះបាញ់សម្ដៅទៅរិចក្រក់ប៉ុន្តែអាចារ្យមិនគ្រាន់តែក្រវាយដៃផ្សែងខ្មៅប្រែជាខែលដល់រងមទប់ទល់នឹងដាវរបស់ស្រយាស្លាឃើញដូចនោះក៏ស្ទុះទៅជួយដល់ប្រើកម្លាំងបាយដំហែមីរបស់គេបុកទម្លុះរបាំងមុនប៉ុន្តែកម្លាំងមនោគមនោះខ្លាំងពេករុញច្រានពួកគេទាំងពីរឲ្យខ្ទាតចេញមកវិញមុននេះសង្កេតឃើញថារាល់ពេលដែលគ្រូបញ្ចេញមុនកញ្ចក់បុរាណនៅពីក្រោយខ្នងរបស់គេតែងតែបញ្ចេញពន្លឺពណ៌ក្រហមតែក្តីចន្ទ្រាកញ្ចក់នោះគឺជាប្រភពធម្មពលរបស់វានាងក៏ស្រែកប្រាប់តែក្តីក៏យល់ភ្លាមគេលើកដៃដែលមានស្នាមបណ្ដាសាឡើងបណ្ដាសានេះគឺជាកូនសោចន្ទ្រាជួយសម្រួលធាតុក្នុងខ្លួនខ្ញុំនឹងប្រើមន្តអាគមបកត្រឡប់វិញចន្ទ្រាប្រញាប់អង្គុយចោលសូត្រមន្តបញ្ចូលធាតុបញ្ជូនធម្មពលកំដៅទៅក្នុងខ្លួនភក្តីបីភាសាភាពត្រជាក់នៃបណ្ដាសាភក្តីតស៊ូទ្រាំในការជិះឆាប់តែឆេះររៀងក្នុងសាច់ឈាមគេដើរទៅមុខជឿតរួចបាត់ដៃដែលមានស្នាមខ្មៅទៅលើដីវិហារសម្លេងផ្ទុះភូមិបន្លឺឡើងផ្សែងខ្មៅដែលធ្លាប់តែការពីរាជគ្រូចាប់ផ្ដើមប្រែមកជាខ្សឹបខ្សៀវហើយហោះត្រឡប់ទៅរកម្ចាស់វាវិញតាមរយៈកញ្ចក់បុរាណនោះមិនពិតទេឯងមិនអាចបំបែកមន្តអាគមអមតៈរបស់ឯងបានឡើយអាចារ្យមុនស្រែកទាំងតក់ស្លុតប៉ុន្តែយពេលទៅហើយស្នាមដាសាលើបាត់ដៃភក្តីបានស្រូបយកធម្មពលងឹតទាំងអស់មកវិញស្រយានិងស្លាឆ្លៀតឱកាសនោះប្រើកម្លាំងជើងក្រោយលោតទៅកាប់កញ្ចក់បុរាណនោះអត់បាច់ខ្ទាតជាចម្រិតសំលេង
កញ្ចក់បែកខ្ទាតពេញវិហារប្រលឹងខ្មៅដែលរងទុករាប់រយឆ្នាំត្រូវបានរំដោះចេញមកហែហូររាងកាយអាចារ្យមុនរហូតដល់រលាយបាត់ទៅក្នុងភពងងឹតវិហារដែលធ្លាប់តែអាប់អួរបែរជាមានពន្លឺប្រច័ណ្ឌចាំងជួលយ៉ាងត្រជាក់ភ្នែកស្នាមដាសាលើដៃភក្តីក៏រលាយបាត់ទៅវិញម្ដងបន្តិចនេះព្រឹកព្រលឹមនៃថ្ងៃថ្មីក៏បានឈានចូលមកដល់ព្រះជាក៏បានភ្ញាក់ពីមន្តសម្ដងហើយទ្រង់បានដឹងនៅវរៈភាពរបស់យុវជនទាំង5នាក់ក្រុងល្បីប្រែជាមានសន្តិភាពឡើងវិញភូមិបាក់ប្រឡឹងត្រូវបានបដូរឈ្មោះទៅជាភូមិសន្តិសុខសន្តិភាពអ្នកទាំង5បានក្លាយជាអ្នកការពារអត្តកម្បាំងនៃព្រះនគរដោយសន្យាថានឹងប្រើចំណេះដឹងនិងសាមគ្គីភាពដើម្បីការពារទឹកដីខ្មែរពីកម្លាំងងងឹតទាំងឡាយនាពេលអនាគតរឿងរ៉ាវនៃភូមិជាប់បណ្ដាសានេះក៏ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រថាជាមេរៀននៃសេចក្តីក្លាហាននិងសាមគ្គីដែលអាចឈ្នះលើមន្តអាគមអាក្រក់ទាំងពួង